กบสำหรับយើងអាប៊ូចង់សម្រាប់យើងគេចង់សម្រាប់យើងគេចង់យកជីវិតយើងព្រះអង្គមួយរយៈនេះទ្រង់រវល់រឿងរាជកិច្ចមកវិញទ្រង់នឿយហត់ប្រកាយពេកទើបយល់សពអាក្រក់ពេលនេះព្រះអង្គម្ចាស់លីងគឺបានប្រគល់សិទ្ធិទ័ពចេញមកហើយទោះបីជាមានប្រតិក៏គ្មានសមត្ថភាពដែរទេគេចង់យកជីវិតយើងគេចង់សម្លាប់យើងព្រះអង្គមានព្រះរាជបុត្រដទៃទៀតនៅទ្រង់ទុកប្រតិចុះថែព្រះរាជសុខភាពសំខាន់ជាងកុំរំលឹកពីពួកគេមានប្រយោជន៍អីហ៎រឿងតូចតាចក៏ធ្វើមិនបានល្អដែរអា4ដឹកនាំទ័ពច្រើនឆ្នាំទ័ពធំទាំង6សុទ្ធតែស្ដាប់បញ្ជាគេទុកគេដូចជាស្ដេចទៅហើយទ័ពអើដៃច្បាំងនៅនគរលៀងធ្វើឲ្យរាជកោតគោរពគេស្ទើរតែពេញនគរយើងហើយថាមហាអុយយើងទុកគេដូចជាព្រះទៅហើយអីអុយយើងទុកប្រទេសយ៉ាងម៉េចព្រះអង្គតាំងពីព្រះអង្គម្ចាស់លីងប្រគល់ផ្លាកទ័ពចេញមកមួយរយៈនេះពួកមន្ត្រីគឺពិតជាមានទង្វើមិនគប្បីបន្តិចមែនបើមានថ្ងៃណាមួយគេបានដឹងពីការពិតដល់ពេលនោះគេប្រកាសจะយកជីវិតយើងហើយព្រះអង្គយើងចំណាយកម្លាំងច្រើនណាស់យកបានទឹកដីនេះដែលខាត់មិនលើកលែងឲ្យគេងាយទេស្អែកពេលដែលត្រង់យើងទៅបញ្ហាចិត្តយ៉ាងម៉េចទៀតទៅសួរបេឡាឲ្យដឹងខុសត្រូវខ្ញុំបានប្រកួតសិទ្ធិទ័ពឲ្យទៅហើយហេតុអីចង់យកជីវិតខ្ញុំទៀតថែមទាំងដាក់ផ្លាកបញ្ជាទ័ពឲ្យឆោតចាប់ខ្លួនខ្ញុំទៀតមានលោកគ្រូកំដៅត្រង់ព្រះអង្គក៏ដល់មុខរបស់សពន្ធថ្មប្រហែលជាជួយដោះស្រាយបានខ្លះប្រហែលថ្ងៃនេះទើបខ្ញុំគិតយល់ពិតប្រាកដព្រះនាងទ្រង់សម្លឹងមកខ្ញុំពីដើមមកគឺជាការគម្រាមរហូតធ្វើជាឪពុកហេតុអីក៏ត្រូវគម្រាមកូនខ្លួនឯងប្រហែលការគម្រាមនេះសម្រាប់បិតាអង្គឯងទេមនុស្សចេតនានេះត្រូវកាត់ដាច់ហើយគ្រាន់តែខ្ញុំគិតមិនយល់ហេតុអីសូម្បីតែម្ចាស់អូនទី11ក៏មិនរំលែកដែរក្នុងប្រទេសត្រង់បាត់យ៉ាងនេះពួកគេនឹងធ្វើបាបត្រង់បន្តទៀតដល់ពេលនេះត្រង់នឹងគ្រោះថ្នាក់ជាងពេលនេះទៅទៀតខ្ញុំម្ចាស់ខ្លាចពិបាកខ្ញុំម្ចាស់មិនចង់ជាបាក់ត្រង់ទៀតទេដូច្នេះត្រង់កុំកើតអីឲ្យសោះកុំធ្វើឲ្យមានរបួសពេញប្រកាយទៀតរហូតដល់ថ្ងៃនេះគឺខ្ញុំរស់ជាង20ឆ្នាំរស់ដោយអារម្មណ៍ធូរស្រាលបំផុតពេលនេះគិតទៅដូចជាមិនចង់ទៅសោះព្រះទីចា
ស៊ីស៊ីសូមថ្វាយបង្គំព្រះអង្គ ខានជួបគ្នា20ឆ្នាំមិនស្មានតែព្រឹទ្ធាចារ្យនៅតែដដែលសម័យរូបរាងក៏មិនប្រែប្រួលដែរ ក្រាបទូលគឺ20ឆ្នាំមកហើយព្រះអង្គសុខប្រកាយទេ ការពិតទៅយើងក៏មិនចង់ជួបលោកប៉ុន្មានដែរសម្ព័ន្ធថ្មបង្ហាញខ្លួនមានន័យថាក្នុងរាជវង្សមានរឿងមិនស្ងប់ហើយ ស៊ីស៊ីមិនធ្លាប់មកចូលគាល់ព្រះអង្គសម្ព័ន្ធធ្មប់នៅឃ្លាតមេឃាគ្មានការមកចូលវាំងទេមិនត្រឹមតែរាជវង្សជ្រួលច្បល់ទេខ្លាចតែនាំឲ្យប៉ះពាល់ទឹកដីដែរ ក្នុងឃ្លាតមេឃាធំយ៉ាងនេះឬក៏មិនគ្រប់ឲ្យសម្ព័ន្ធថ្មសំសិលសុទ្ធធររងាប់អារម្មណ៍ទៀត ដើម្បីមនុស្សម្នាក់បានរស់គឺព្រោះតែព្រះអង្គព្រមសន្យាមួយពាក្យនោះ យើងបានសន្យាអីទៅរំខានព្រឹទ្ធាចារ្យមកសួរដោយផ្ទាល់ ព្រះអង្គម្ចាស់លីង គេនៅឃ្លាតមេឃា ថ្ងៃក្រោយព្រះអង្គម្ចាស់លីងគង់នៅទីណាដំណាក់ធំនេះឬក៏ដំណាក់ព្រះអង្គម្ចាស់លីងនោះត្រូវមើលលើព្រះតីព្រះអង្គហើយ លោកចង់គម្រាមយើង 20ឆ្នាំមុនទ្រង់ដណ្ដើមរាជពីម្ចាស់បងទូលបង្គំគួរតែចូលនៅក្នុងវាំងដើម្បីរកខុសត្រូវប៉ុន្តែព្រះរាជាមុនបានដឹងពីលទ្ធផលអាណិតប្រជានរាជរងទុក្ខទើបលះបង់រាជបល្ល័ង្កបំពេញបំឡងទ្រង់សម្រាប់ប្រទេសនៅឃ្លាតមេឃារហូតដល់អស់ប្រជជនចំពោះរឿងនេះអ្នកផ្សេងមិនដឹងមើលទៅព្រះអង្គមិនអាចភ្លេច